បាទកន្លែងនេះយើង download app Smart មកបាទសម្រាប់ SIM Smart ឥឡូវគឺមានកម្រងថ្មីបាទយើងចុចកន្លែង Explore Plan នេះមកតោះមកយើងចុចនេះ Explore Plan ទៀតទៅកម្រងឥឡូវគឺចំណេញជាងមុនបាទវាមានកញ្ចប់នេះ$1 $2 ឬក៏យើងយកកន្លែង monthly នេះខាងនេះប្រភេទជាខែ monthly អញ្ចឹង$6បានដល់ 90G ហើយយើងអុសទៀតមក$10បានដល់ 150G ហើយ$15បានដល់ 250G អ៊ីនធឺណិតណាអញ្ចឹងយើងបញ្ចូលទៅលើទៅគ្រប់ហើយយើងចុចដូរទៅអាហ្នឹងបើយើងប្រើ SIM Smart ណាបាទបានច្រើនអញ្ចឹងយើងឆ្លាញ់$10ឬក៏$5យើងចុច select តាមហ្នឹងមកយើងយកកន្លែង monthly នេះបាទជាខែអាហ្នឹងគឺចាប់របស់វាមានដាក់ចំនួនហ្នឹងហើយតមកពេលដែលយើងត្រឡប់ក្រោយមកយើងចង់មើលតំណែងនៅសល់យើងមើលកន្លែងនេះ My Plan ហ្នឹង data នៅណាទៅនៅសល់ប៉ុន្មាន G យើងមើលកន្លែងហ្នឹងពេលដែលអស់សល់0បានថាលេខមានអីលេងហើយតែបើយើងចង់ភ្ជាប់សារដើមយើងបញ្ចូលលុយបាញ់លុយចូលលេខទូរស័ព្ទយើងមកតោះមកយើងចុចកន្លែង Explore Plan ហ្នឹងទៅអញ្ចឹងយក Explore Plan ទៅដែរតោះមកយកកន្លែង monthly ហើយយើងរើសមក$6 90G ឬក៏$10 150G 30ថ្ងៃឬក៏$15 250G 30ថ្ងៃណាបាទអរគុណ